ពុទ្ធវចនៈគឺជាការផ្សព្វផ្សាយនៅសំឡេងធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធព្រះអដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយគាថាធម្មបទរឿងកោសយៈសេដ្ឋីអ្នកមានសេចក្តីកំណាញ់ព្រះបរមសាស្តាការគង់ប្រថាប់នៅក្រុងសាវត្ថីទ្រង់ប្រារព្ធនៅកោសយៈអ្នកមានសេចក្តីកំណាញ់ត្រាស់នៅធម្មទេសនានេះថាយថាបិភូមរោពផាំងដោយភូមរៈជាតិញ៉ាំងផ្កាជាដើមរឿងនេះកើតក្នុងក្រុងរាជក្រឹសបានស្ដាប់មកហើយថាក្នុងទីមិនឆ្ងាយអំពីក្រុងរាជក្រឹសមាននិគមមួយឈ្មោះថាសក្ការៈសេដ្ឋីម្នាក់ឈ្មោះកោសយៈមានសេចក្តីកំណាញ់មានទ្រព្យ80កោដ្ឋប្រចាំនៅនិគមនេះគាត់មិនអោយសូម្បីតែដំណក់ប្រេងមួយដំណក់ដែលជាចុងស្មៅដល់អ្នកដទៃឡើយទាំងមិនហ៊ានបរិភោគខ្លួនឯងទៀតសម្បត្តិរបស់គាត់នោះមិនបានផ្ដល់នៅប្រយោជន៍ដល់ពុទ្ធបរិស័ទទាំងជនទាំងឡាយមានបុត្រនិងភរិយាជាដើមមិនបានជ្រាបប្រយោជន៍ដល់សាមណៈនិងព្រាហ្មណ៍ទាំងឡាយស្ថិតនៅជារបស់ប្រើប្រាស់មិនកើតតាំងនៅដូចជាស្រះបោកខរណីដែលមានខ្មោចទឹកហួងហែងថ្ងៃមួយវេលាជិតភ្លឺព្រះបរមសាស្តាចេញអំពីសមាបត្តិដែលប្រកបដោយមហាករុណាទ្រង់ប្រមើលនៅពួកសត្វជាផៅពងដែលអាចណែនាំបានក្នុងការត្រាស់ដឹងបានក្នុងសកលលោកធាតុទាំងបានឃើញនៅឧបនិស្ស័យនៃសោតាបត្តផលរបស់សេដ្ឋីទាំងភរិយាដែលតាំងនៅក្នុងទីបំផុតចំពោះផ្លូវ45យោជន៍ក្នុងថ្ងៃអំពីថ្ងៃមុននោះសេដ្ឋីបានទៅកាន់ព្រះរាជដំណាក់ដើម្បីបម្រើព្រះរាជាធ្វើការបម្រើព្រះរាជាត្រឡប់មកវិញឃើញអ្នកស្រុកក្រៅម្នាក់កំពុងបរិភោគនំគុមាសនំអំបែងត្រូវសេចក្តីស្រែកឃ្លានគ្របដណ្ដប់ក៏កើតសេចក្តីស្រែកឃ្លានក្នុងគំនុំនោះឡើងទៅកាន់ផ្ទះរបស់ខ្លួនគិតថាបើអញប្រាប់ថាយើងចង់ស៊ីនំអំបែងសោតមនុស្សជាច្រើនក៏នឹងនាំគ្នាចង់ស៊ីជាមួយយើងដែរបើដូច្នោះវត្ថុជាច្រើនមានល្ងនិងអង្ករទឹកដោះថ្លាស្ករនិងអំពៅជាដើមរបស់យើងក៏នឹងអស់ទៅយើងមិនអាចប្រាប់នរណាបានឡើយលោកគិតដូច្នេះហើយអត់ទ្រាំនឹងចំណងនោះពុំបានមិនព្រមប្រាប់នរណាឡើយកាលកន្លងទៅហើយគាត់ក៏កើតរោគស្គមលឿងកាន់តែខ្លាំងឡើងមានខ្លួនរវីរវាមទៅដោយសរសៃតអំពីនោះគាត់មិនអាចអត់ទ្រាំនឹងចំណងនោះបានឡើយក៏ចូលទៅកាន់បន្ទប់ហើយដេកអោបគ្រែគាត់សូម្បីតែដល់នៅសេចក្តីទុក្ខយ៉ាងនេះក៏នៅមិនប្រាប់នរណាទៀតព្រោះខ្លាចអស់ទ្រព្យគ្រានោះភរិយារបស់គាត់ចូលទៅរកគាត់ស្ទាបបង្អែលហើយសួរថាលោកមិនសប្បាយឬសេដ្ឋីតបថាការមិនសប្បាយណារបស់ខ្ញុំមិនមានទេភរិយាសួរថាព្រះរាជាក្រោធខឹងនឹងលោកឬសេដ្ឋីតបថាសូម្បីភរិយាក៏មិនបានខឹងខ្ញុំភរិយាសួរតទៅទៀតថាបើដូច្នេះការមិនសប្បាយណាដែលលោកកូនប្រុសកូនស្រីឬក៏បរិជនមានទេសកម្មជាដើមធ្វើដល់លោកឬសេដ្ឋីតបថាសូម្បីកម្មបែបនេះក៏មិនមានដែរភរិយាពោលយ៉ាងនោះគាត់ក៏មិនពោលអ្វីទាំងអស់
នៅតែដេកស្ងៀមព្រោះខ្លាចអស់ទ្រព្យគ្រានោះភរិយារបស់គាត់ពោលនឹងគាត់ថាបបិទ្ធលោកជាម្ចាស់លោកចង់បានអ្វីប្រាប់ខ្ញុំមកគាត់ធ្វើដូចជាលេបសម្ដីឆ្លើយថាខ្ញុំមានសេចក្តីប្រាថ្នាភរិយាថាបបិទ្ធលោកជាប្តីលោកចង់បានអ្វីសេដ្ឋីតបថាខ្ញុំចង់ស៊ីនំអំបែងភរិយាបើដូច្នេះហេតុអ្វីលោកមិនប្រាប់ខ្ញុំលោកជាមនុស្សក្រឬណហើយចោះខ្ញុំនឹងចម្អិននំអំបែងល្មមដល់មនុស្សនៅក្នុងសកលនិគមនេះសេដ្ឋីប្រយោជន៍អ្វីដល់នាងដោយមនុស្សទាំងនោះពួកគេធ្វើការរបស់គេស៊ីរបស់គេទៅភរិយាថាបើដូច្នេះខ្ញុំជៀនឲ្យល្មមដល់មនុស្សដែលនៅតែច្រកតែមួយជាមួយនឹងយើងសេដ្ឋីតបថាខ្ញុំដឹងថានាងជាមនុស្សមានទ្រព្យច្រើនហើយភរិយាឆ្លើយថាខ្ញុំនឹងជៀនឲ្យល្មមដល់មនុស្សទាំងអស់ដែលនៅជិតផ្ទះយើងនេះសេដ្ឋីថាខ្ញុំដឹងថានាងជាមនុស្សមានអធ្យាស្រ័យទូលំទូលាយហើយភរិយាឆ្លើយថាបើដូច្នេះខ្ញុំនឹងជៀនឲ្យល្មមត្រឹមតែកូនប្រពន្ធហើយលោកប៉ុណ្ណោះឯងសេដ្ឋីតបថាប្រយោជន៍អ្វីដល់នាងនិងអ្នកទាំងអស់នោះភរិយាតបថាក៏ខ្ញុំនៅជៀនឲ្យល្មមដល់លោកនិងខ្ញុំឬសេដ្ឋីតបថានាងដែរមិនបានទេភរិយាឆ្លើយថាបើដូច្នេះខ្ញុំនឹងជៀនឲ្យល្មមដល់លោកតែម្នាក់ឯងប៉ុណ្ណោះសេដ្ឋីនិយាយថាកាលដែលនាងជៀនទីនេះមិនបានទេមនុស្សជាច្រើនក៏រមែងសង្ឃឹមថានឹងស៊ីដែរនាងចូលវាអង្ករដែលល្អទាំងអស់ចេញកាន់យកតែចុងអង្ករនិងជើងក្រានព្រមទាំងក្បឿងនិងទឹកដោះថ្លាទឹកឃ្មុំស្ករអំពៅបន្តិចឡើងទៅកាន់ប្រាសាទទី7ហើយជៀននៅទីនោះចោះខ្ញុំនឹងបរិភោគម្នាក់ឯងនៅទីនោះលំដាប់នោះនាងជាភរិយាទទួលថាប្រពៃហើយនាងក៏ឲ្យទាស័យកាន់យកវត្ថុដែលគួរកាន់ឡើងទៅកាន់ប្រាសាទទី7ហើយដេញទាស័យឲ្យទៅហៅសេដ្ឋីមកសេដ្ឋីនោះបិទទ្វារដាក់គន្លឹះគ្រប់ទ្វារទាំងពីទ្វារដំបូងមកហើយឡើងទៅកាន់ប្រាសាទទី7បិទទ្វារហើយអង្គុយនៅក្នុងទីនោះចំណែកភរិយារបស់គាត់បង្កាត់ភ្លើងហើយលើកក្បឿងឡើងដាក់លើជើងក្រានហើយចាប់ផ្ដើមចម្អិននំគ្រានោះព្រះបរមសាស្តាហៅព្រះមហាមោគលានមកអំពីព្រលឹមហើយត្រាស់ថាមនាលមោគលានក្នុងសកនិគមស្ថិតនៅទីមិនឆ្ងាយអំពីក្រុងរាជក្រឹស្នសេដ្ឋីម្នាក់មានសេចក្តីកំណាញ់នោះគិតថាយើងនឹងស៊ីនំអំបែងទើបឲ្យភរិយាជៀននំលើប្រាសាទជាន់ទី7ព្រោះខ្លាចអ្នកដទៃឃើញចុះអ្នកទៅកាន់ទីនោះហើយទូមានសេដ្ឋីនោះឲ្យអស់យោឲ្យប្តីប្រពន្ធទាំងពីរអ្នកនោះកាន់នំនិងទឹកដោះថ្លាទឹកឃ្មុំស្ករអំពៅនាំមកកាន់វត្តចេតពុនដោយកម្លាំងរបស់ខ្លួនចុះថ្ងៃនេះតថាគតនិងភិក្ខុទាំងឡាយ500រូបនឹងគង់ក្នុងវិហារនេះឯងដើម្បីភ័តកិច្ចដោយនំនោះព្រះថេរៈក៏ទទួលព្រះតម្រាស់របស់ព្រះពុទ្ធរបស់ព្រះបរមសាស្តាថាព្រះករុណាព្រះអង្គហើយក៏កាន់និគមដោយរិទ្ធស្លៀកដណ្ដប់រៀបរយហើយឈរនៅនឹងទីមាត់បង្អួចនៃប្រាសាទដូចនោះដោយរូបកែវមណីអណ្ដែតនៅលើកណ្ដាលនៃអាកាសដូច្នោះសេដ្ឋីនោះឃើញព្រះថេរៈភ្លាមដួងហឫទ័យរបស់សេដ្ឋីញាប់ញ័រគិតថាយើងមកកាន់ទីនេះព្រោះខ្លាចបុគ្គលទាំងឡាយមានសភាពយ៉ាងនេះ
តែសាមណៈនេះនៅមានមុខមកឈរនៅនឹងកន្លែងមាត់បង្អួចទៀតកាលមិនឃើញឧបករណ៍ដែលខ្លួនគួរចាប់យកព្រោះភាពក្តៅរបស់នំដែលធ្វើនៅសំឡេងប្រេះដូចអំបិលដែលដាក់នៅក្នុងទីក្នុងភ្លើងទើបពោលយ៉ាងនេះថាណែសាមណៈកុំថាអ្នកឯងឈរនៅលើអាកាសសូម្បីដើរចង្ក្រមសំដែងស្នាមជើងក្នុងអាកាសដែលរកស្នាមជើងមិនបានលោកក៏មិនបានអ្វីពីយើងដែរព្រះថេរៈចង្ក្រមក្នុងទីនោះឯងសេដ្ឋីពោលថាកុំថាលោកដើរចង្ក្រមទៅមកលើអាកាសសូម្បីតែអង្គុយពេនប្រភ្នែនក្នុងអាកាសក៏មិនបានអ្វីពីយើងដែរព្រះថេរៈក៏ឈរពេនប្រភ្នែនលំដាប់នោះសេដ្ឋីពោលនឹងព្រះថេរៈថាកុំថាលោកអង្គុយក្នុងលើអាកាសសូម្បីឈរលើអាកាសនឹងបង្អួចក៏មិនបានអ្វីពីយើងដែរព្រះថេរៈក៏មកឈរនៅនឹងបង្អួចភ្លាមគ្រានោះគាត់ពោលនឹងព្រះថេរៈថាកុំថាលោកឈរនៅនឹងមុខបង្អួចសូម្បីតែបង្កើតផ្សែងក៏មិនបានអ្វីដែរសូម្បីព្រះថេរៈក៏ញ៉ាំងផ្សែងឲ្យកើតឡើងប្រាសាទទាំងអស់ក៏មានផ្សែងហុយទ្រលោមលំដាប់នោះដូចជាវេលាជាទីចាប់ភ្នែនទាំងពីររបស់សេដ្ឋីដោយមជុលសេដ្ឋីមិនហ៊ានពោលនឹងព្រះថេរៈថាសូមលោកញ៉ាំងភ្លើងឲ្យឆេះសន្ធោសន្ធៅក៏នឹងមិនបានដូចគ្នាព្រោះខ្លាចភ្លើងឆេះផ្ទះទើបក៏ថាសមណៈនេះជាអ្នកជាប់ជំពាក់យ៉ាងស្អិតកាលមិនបាននឹងមិនទៅយើងនឹងថ្វាយដល់សាមណៈមួយបន្ទះចុះលោកគិតដូច្នេះហើយក៏ពោលនឹងភរិយាថាម្នាងនាងដ៏ចម្រើននាងចូលចំអិននំមួយបន្ទះឲ្យដល់សាមណៈចុះហើយចូលឲ្យសាមណៈនោះជៀសចេញទៅសេដ្ឋីក៏បន្តក់ម្សៅក្នុងថាសក្បឿងបន្តិចតែនំคล้ายជានំបន្ទះធំរីកឡើងពេញថាសសេដ្ឋីឃើញដូច្នេះក៏ពោលថាប្រហែលជានាងដាក់ម្សៅច្រើនពេកទេដឹងដូច្នេះហើយដួសម្សៅចុងវែកបន្តិចបន្តក់ដោយខ្លួនឯងនំក៏ធំជាងមុនសេដ្ឋីចៀននំបន្ទះណាដោយអាការៈនោះនំបន្ទះនោះក៏ធំក្រៃលែងឡើងដោយហត់ស្បើយកម្លាំងក៏ពោលនឹងភរិយាថាម្នាងនាងដ៏ចម្រើននាងចូលនាំនំដល់សាមណៈនេះមួយបន្ទះចុះកាលនាងចាប់បន្ទះអំពីថាសនំទាំងអស់ក៏ជាប់គ្នាទាំងអស់នាងក៏ពោលនឹងសេដ្ឋីថាបបិទ្ធលោកជាម្ចាស់នំទាំងអស់ជាប់តែមួយបន្ទះខ្ញុំមិនអាចធ្វើឲ្យវាដាច់ចេញពីគ្នាបានទេសេដ្ឋីពោលថាខ្ញុំនឹងធ្វើដោយខ្លួនឯងហើយក៏មិនអាចធ្វើនំឲ្យដាច់ចេញពីគ្នាបានឡើយសូម្បីអ្នកទាំងពីរអ្នកប្តីប្រពន្ធចាប់ត្រង់ជាយនំបន្ទះហើយទាញចេញក៏មិនអាចឲ្យនំបន្ទះដាច់ចេញពីគ្នាបានដែរញើសក៏ហូរចេញអំពីសរីរៈសេចក្តីស្រែកឃ្លានក៏បាត់ទៅគ្រានោះគាត់ក៏ពោលនឹងភរិយាថាម្នាងនាងដ៏ចម្រើនខ្ញុំមិនត្រូវការនំនេះទៀតទេនាងចូលឲ្យដល់សាមណៈចុះភរិយារបស់គាត់ចាប់យកថាសនំហើយចូលទៅរកព្រះថេរៈព្រះថេរៈសម្ដែងធម៌ឲ្យសេដ្ឋីទាំងពីរនាក់ស្ដាប់ពោលអំពីគុណព្រះរតនត្រ័យសម្ដែងអំពីផលទានដែលបុគ្គលឲ្យហើយជាដើមឲ្យដូចជាព្រះច័ន្ទក្នុងផ្ទៃមេឃថាទានដែលបុគ្គលឲ្យហើយរមែងមានផលយ៉ាញ់ដែលបុគ្គលបូជាហើយរមែងមានផលសេដ្ឋីស្ដាប់ហើយមានចិត្តជ្រះថ្លាក៏ពោលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើន
សូមលោកម្ចាស់មកគង់ឆាន់លើបល្ល័ង្កនេះចុះព្រះថេរៈពោលថាមហាសេដ្ឋីព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រថាប់នៅមហាវិហារជាមួយនឹងភិក្ខុទាំងឡាយ500រូបដោយតាំងព្រះទ័យថានឹងសោយនំនេះបើលោកពេញចិត្តមនាសេដ្ឋីចូលលោកឲ្យភរិយារបស់លោកកាន់យកនំនិងវត្ថុដទៃមានទឹកដោះថ្លាជាដើមពួកយើងនឹងទៅកាន់សំណាក់ព្រះសាស្តាសេដ្ឋីថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនក៏ឥឡូវនេះព្រះសាស្តាប្រថាប់នៅក្នុងទីណាព្រះថេរៈតបថាមនាសេដ្ឋីព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រថាប់នៅវត្តចេតពុនចម្ងាយប្រមាណជា45យោជន៍អំពីទីនេះសេដ្ឋីតបថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនពួកយើងនឹងទៅអស់ផ្លូវឆ្ងាយមានប្រមាណប៉ុណ្ណេះនឹងមិនហួសពេលឬព្រះថេរៈតបថាមហាសេដ្ឋីប្រសិនបើលោកមានការពេញចិត្តអាត្មានឹងនាំអ្នកទាំងពីរទៅដោយកម្លាំងអាត្មាភាពក្បាលចិន្តាប្រាសាទរបស់លោកនឹងនៅក្នុងទីខ្លួននេះឯងតែជើងចិន្តានៅត្រង់ខ្លោងទ្វារវត្តចេតពុនអាត្មានឹងនាំអ្នកទាំងពីរទៅកាន់វត្តចេតពុនដោយកាលត្រឹមតែចុះអំពីចិន្តាជាន់លើទៅកាន់ប្រាសាទជាន់ក្រោមប៉ុណ្ណោះសេដ្ឋីទទួលថាបបិទ្ធលោកម្ចាស់ព្រះថេរៈធ្វើក្តារចិន្តាទុកក្នុងទីនេះហើយអធិដ្ឋានថាសូមឲ្យជើងចិន្តាមាននៅត្រង់ខ្លោងទ្វារវត្តចេតពុនចុះចិន្តាក៏បានប្រកាសហើយយ៉ាងដូចនេះព្រះថេរៈនាំសេដ្ឋីនិងភរិយាឲ្យដល់វត្តចេតពុនលឿងជាកាលដែលចុះអំពីប្រាសាទជាន់លើទៅកាន់ប្រាសាទជាន់ក្រោមទៅទៀតស្វាមីនិងភរិយាទាំងពីរនាក់នោះចូលទៅគាល់ព្រះសាស្តាហើយក្រាបទូលថាព្រះបរមសាស្តាទ្រង់ស្ដេចយាងទៅកាន់រោងឆាន់ប្រថាប់លើពុទ្ធាសនៈដែលគេក្រាលទុកព្រមទាំងភិក្ខុសង្ឃមហាសេដ្ឋីក៏បានថ្វាយតក្កិណាទានចំពោះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានភរិយាដាក់នំក្នុងបាតរបស់ភិក្ខុហើយមហាសេដ្ឋីព្រមទាំងភរិយាក៏បរិភោគនំល្មមដល់សេចក្តីត្រូវការអស់ទៅនៃនំមិនប្រកបឡើយសូម្បីកាលដែលគាត់ប្រគេនដល់ភិក្ខុសង្ឃក្នុងវិហារទាំងអស់នឹងឲ្យមនុស្សឲ្យស៊ីដែលទាំងឡាយទៅទៀតការអស់ទៅនៃនំក៏ប្រកបទាំងពីរអ្នកប្តីប្រពន្ធក្រាបបង្គំទូលព្រះបរមសាស្តាហើយថាបបិទ្ធព្រះអង្គដ៏ចម្រើននៅសល់ច្រើនណាស់ព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាបើដូច្នេះចូលអ្នកទាំងពីរចូលចាក់ទុកចោលក្នុងខ្លោងទ្វារវត្តចេតពុនចុះគាត់ក៏ចាក់ចោលត្រង់ញោកដែលនៅមិនឆ្ងាយអំពីខ្លោងទ្វារវត្តចេតពុនសូម្បីសពថ្ងៃនេះទីនោះក៏នៅប្រកាសថាញោកនំអំបែងសេដ្ឋីព្រមទាំងភរិយាចូលទៅគាល់ព្រះដ៏មានព្រះភិក្ខឈរក្នុងទីដែលសមគួរព្រះដ៏មានព្រះភិក្ខទ្រង់អនុមោទនាទានរបស់ស្វាមីនិងភរិយានោះក្នុងវេលាចប់អនុមោទនាស្វាមីនិងភរិយាក៏តាំងក្នុងសោតាបត្តផលថ្វាយបង្គំព្រះសាស្តាឡើងចិន្តាត្រង់ខ្លោងទ្វារវត្តចេតពុនហើយស្ថិតក្នុងប្រាសាទរបស់ខ្លួនតាំងអំពីនោះមកសេដ្ឋីបានចំណាយទ្រព្យ80កោដ្ឋដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនាថ្ងៃស្អែកក្នុងវេលារសៀលពួកភិក្ខុមកប្រជុំក្នុងធម្មសភាអង្គុយពោលគុណរបស់ព្រះថេរៈថាអ្នកដ៏មានអាយុទាំងឡាយអ្នកទាំងឡាយចូលមើលអនុភាពរបស់ព្រះមហាមោគលានចុះលោកឈ្មោះថាមិនធ្វើឲ្យខូច
សទ្ធាមិនធ្វើឲ្យខូចភោគទូមានសេដ្ឋីដែលមានសេចក្តីកំណាញ់មួយផ្លែតឲ្យជាអស់យុសហើយធ្វើឲ្យសេដ្ឋីកាន់យកនំមកកាន់វត្តចេតពុនធ្វើទុកចំពោះព្រះភ័ក្ត្រព្រះសាស្តាហើយឲ្យតាំងនៅក្នុងសោតាបនផលព្រះថេរៈអនុមោទនាច្រើនគួរឲ្យអស្ចារ្យណាស់ព្រះសាស្តាទ្រង់ស្ដាប់ឮពាក្យភិក្ខុទាំងឡាយដោយព្រះសោតធាតុជាទិព្វហើយស្ដេចជាងត្រាស់សួរថាមនាលភិក្ខុទាំងឡាយឥឡូវនេះអ្នកទាំងឡាយប្រជុំគ្នាអំពីរឿងអ្វីកាលភិក្ខុនោះក្រាបទូលថាអំពីរឿងឈ្មោះនេះទើបត្រាស់សរសើរព្រះថេរៈថាមនាលភិក្ខុទាំងឡាយធម្មតាភិក្ខុអ្នកទូមានមិនធ្វើឲ្យខូចសទ្ធាមិនធ្វើឲ្យខូចភោគមិនធ្វើឲ្យខូចត្រកូលមិនបៀតបៀនត្រកូលដូចជាភមរៈជាតិក្រេបយកលំអងផ្កាឈើឯការចូលទៅរកត្រកូលហើយធ្វើឲ្យដឹងនៅគុណព្រះមោគលានជាបុត្ររបស់តថាគតក៏ដូច្នោះលុះត្រាស់ដូច្នេះហើយទើបព្រះសាស្តាត្រាស់នៅព្រះគាថានេះថាយថាបិភូមរោពផੰងវណ្ណកន្ធាងអហេថយ៉ាងបលេតិរសមាយៈអេវੰគាមេមុនីចរេភូមរៈជាតិមិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេក្រេបយកតែរសហើរទៅយ៉ាងណាមិញអ្នកប្រាជ្ញគប្បីត្រាយទៅកាន់ស្រុកក៏យ៉ាងដូចនោះដែរអធិប្បាយគាថាជាតិនៃសត្វអ្នកធ្វើរសជាតិផ្អែមប្រភេទណាមួយឈ្មោះថាភូមរៈក្នុងព្រះគាថានេះបទថាពផੰងប្រែថាផ្កាជាដើមសេចក្តីថាភូមរៈកាលបើទៅយ៉ាងណាក្រេបយកត្រឹមតែសេចក្តីត្រូវការនាំយករសដតីទៅដើម្បីជាប្រយោជន៍ការធ្វើនៅទឹកផ្អែមហើយហើរទៅភូមរៈជាតិនោះហើយចុះទៅព្រៃណាមួយហើយដាក់រសដែលលាយដោយធូលីនោះក្នុងប្រហោងឈើមួយកន្លែងហើយធ្វើរសផ្អែមឲ្យជាទឹកឃ្មុំដោយលំដាប់ផ្កាឬពណ៌និងក្លិនផ្កាឈើនោះមិនបានឲ្យវិនាសទៅព្រោះការត្រាចទៅក្នុងសួនច្បារនៃភូមរៈជាតិនោះជាបច្ច័យទេការពិតវត្ថុទាំងអស់នោះតាំងនៅជាប្រយោជន៍នោះឯងបទថាអេវ៉ាងគាមេមុនីចរេអ្នកប្រាជ្ញគប្បីត្រាចទៅកាន់ស្រុកដោយសេចក្តីថាព្រះអនាគាមីយមុនីមានសេខៈនិងអសេខៈក៏ដូច្នោះដែរត្រាចទទួលភិក្ខាចារ្យក្នុងស្រុកតាមលំដាប់ត្រកូលពិតណាស់ការខូចសទ្ធាឬវិនាសភោគរមែងមិនមានដល់ត្រកូលទាំងឡាយព្រោះការត្រាចទៅក្នុងស្រុករបស់មុនីជាបច្ច័យទេសទ្ធាក្តីភោគក្តីក៏រមែងតាំងនៅជាប្រយោជន៍នោះឯងព្រះសិក្ខមុនីនិងអសិក្ខមុនីលុះត្រាចទៅយ៉ាងនោះចេញអំពីនោះហើយព្រះសិក្ខមុនីក្រាលសង្កដីអង្គុយក្នុងទីដែលជាទីសប្បាយក្នុងស្រុកហើយពិចារណាអាហារបិណ្ឌបាតដោយរបៀបដូចប្រេងបន្តក់ផ្លូវរទេះសម្ពុតបិទបាំងដំបៅនិងសាច់របស់បុត្រហើយឆាន់បិណ្ឌបាតកិច្ចចូលទៅកាន់ព្រៃសន្ធនៈបែបនេះពិចារណាកម្មដ្ឋានធ្វើមគ្គ4ផល4ឲ្យក្នុងកណ្ដាប់ដៃរបស់ខ្លួនចំណែកព្រះអសិក្ខមុនីក៏នៅយ៉ាងសប្បាយក្នុងទិដ្ឋធម៌រឿយបណ្ឌិតគប្បីជ្រាបនៅការរស់របស់មុនីនោះ
ដូចជាភូមិរៈជាតិធ្វើនៅទឹកផ្អែមដូច្នោះតែក្នុងទីនេះទ្រង់សំដៅយកខៃណាស្រប ក្នុងការចប់ធម្មទេសនាជនជាច្រើនបានសម្រេចនៅអរិយផលទាំងឡាយមានសោតាបត្តផលជាដើមព្រះបរមសាស្តាលុះទ្រង់ព្រះធម្មទេសនានេះហើយដើម្បីនឹងប្រកាសគុណរបស់ព្រះថេរៈឲ្យក្រៃលែងទើបត្រាស់ថាមនាភិក្ខុទាំងឡាយព្រះមោគលានមិនមែនទូមានសេដ្ឋីមានសេចក្តីកំណាញ់តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេសូម្បីកាលមុនព្រះមោគលានក៏ធ្លាប់ទូមានសេដ្ឋីឲ្យដឹងអំពីទំនាក់ទំនងគ្នានៃកម្មនិងផលរបស់កម្មដែរដូច្នោះកាលនឹងប្រកាសសេចក្តីនេះទ្រង់នាំអតីតនិទានមកថាក្នុងអតីតសាតកៈត្រាស់អត្តលីរស់ជាដកនេះថាជនទាំងពីរនាក់ខ្យក់ជនទាំងពីរនាក់ខ្ងែងជនទាំងពីរនាក់មានភ្នែកស្រលៀងជនទាំងពីរពកសីស័កយើងមិនស្គាល់សេដ្ឋីឈ្មោះអេស្លីសាថាជនណាដូច្នោះឯងចប់កោសយៈសេដ្ឋី